ACCSM នេះបង្កើតឡើងដំបូងនៅឆ្នាំ1980ចានឹងចាប់តាមបង្កើតហើយមួយឆ្នាំក្រោយមកបានមានកិច្ចប្រជុំលើកទី1គឺនៅឆ្នាំ1981នៅប្រទេសហ្វីលីពីនដោយឡែកសម្រាប់កម្ពុជាដែលយើងបានចូលជាសមាជិកអាស៊ាននៅឆ្នាំ1999ចឹង2ឆ្នាំក្រោយពីនោះគឺឆ្នាំ2001យើងបានចូលជាសមាជិក ACCSM ពេលនោះគឺនៅក្នុងកិច្ចប្រជុំលើកទី11នៅប្រទេសវៀតណាមអញ្ចឹង2001យើងបានចូលជាសមាជិកហើយ2005ដល់2006គឺយើងបានធ្វើជាប្រធានបដូវវេនអាស៊ាននៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ាននេះជាលើកទី1ចាពេលនោះគឺយើងបានរៀបកម្មវិធីក្រមអធិបតីភាពដ៏ពងពោះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីរបស់យើងនាពេលបច្ចុប្បន្នចាអញ្ចឹងបើគិតតាំងពីនោះមកដល់ឥឡូវនេះគឺ20ឆ្នាំព្រោះប្រទេសមួយបដូរវេនជាប្រធានហ្នឹងគឺមានរយៈពេល2ឆ្នាំអញ្ចឹងសមាជិក10ប្រទេសហ្នឹងគឺ20ឆ្នាំបានវិលជុំមកយើងវិញអញ្ចឹងសម្រាប់យើងជាប្រធានបដូវវេនលើកទី2នៅឆ្នាំចាប់ពី2024មកដល់2026នេះដែលចាប់ផ្ដើមនោះគឺអាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់យើងទៅចូលរួមកម្មវិធីប្រជុំ ACCSM លើកទី22នៅប្រទេសប្រ៊ុយណេកាលពីខែសីហាឆ្នាំ2024អញ្ចឹងឥឡូវនេះយើងជិតដល់2ឆ្នាំហើយយើងគ្រោងរៀបកម្មវិធីប្រជុំមន្ត្រីជាន់ខ្ពស់របស់យើងនៅដើមខែ8ដើមខែសីហានេះហើយបន្ទាប់មកទៀតគឺមានប្រទេសឥណ្ឌូនេស៊ីនឹងជាប្រធានបន្តអញ្ចឹងក្នុងរយៈពេល2ឆ្នាំហើយដោយសារឥឡូវសមាជិកអាស៊ានកើនមួយថែមទៀតគឺឡើង11អញ្ចឹងទៅមុខទៀតវាលេង20ឆ្នាំហើយទៅជា22ឆ្នាំហើយខ្ញុំបញ្ជាក់ដែរថាសម្រាប់អាស៊ានជារួមគឺមានសសរស្តម្ភធំចំនួន3ដោយអាដាមលោកមន្ត្រីលោកស្រីជ្រាបហើយគឺសសរស្តម្ភសន្តិសុខនយោបាយអាស៊ានសសរស្តម្ភសេដ្ឋកិច្ចអាស៊ាននិងសសរស្តម្ភសង្គមវប្បធម៌អាស៊ានអញ្ចឹងសម្រាប់ ACCSM គឺយើងស្ថិតនៅក្នុងសសរស្តម្ភសង្គមវប្បធម៌អាស៊ានចាក្នុងគោលបំណងជំរុញកិច្ចសហការនៅក្នុងវិស័យកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមុខងារសាធារណៈនេះគឺយើងមានយើងហៅថា ACCSM ដែលឆ្នាំនេះយើងជាប្រធានគឺជា ACCSM លើកទី23ក្រៅពីហ្នឹងយើងមាន ACCSM + 3បានន័យថាប្រទេសសមាជិកអាស៊ានហើយបូកថែម3ប្រទេសទៀតមានប្រទេសចិនប្រទេសជប៉ុននិងកូរ៉េខាងត្បូងយើងរៀបចំកម្មវិធីហ្នឹងលើកនេះយើងហៅថាលើកទី8ចាហើយក្រៅពី ACCSM + 3យើងមានជាដៃគូសន្ទនាផ្សេងទៀតដែលធ្វើការជាមួយគ្នាមានដូចជាប្រទេសអូស្ត្រាលីប្រទេសឥណ្ឌាប្រទេសកាណាដាអីជាដើមនិងអាចមានប្រទេសផ្សេងទៀតដែលអាចមានចំណាប់អារម្មណ៍អញ្ចឹងកិច្ចការនេះគឺអាស្រ័យទៅលើប្រធានបទឬក៏គម្រោងជាក់លាក់ដែលប្រទេសនីមួយៗមានចំណាប់អារម្មណ៍ចង់សហការឬក៏ធ្វើការងាររួមគ្នានៅក្នុងក្របខ័ណ្ឌអាស៊ានគឺយើងតែងតែមានជាបន្តបន្ទាប់